គេជាមនុស្សតែម្នាក់ដែលធ្វើឲ្យបេះដូងខ្ញុំរំភើបនិងមានអារម្មណ៍ថាខ្លួនឯងពិសេសសម្រាប់គេជាមនុស្សតែម្នាក់ដែលមិនដែលភ្លេចថ្ងៃពិសេសរបស់ខ្ញុំគេជាមនុស្សតែម្នាក់ដែលហុចដៃឲ្យខ្ញុំនៅពេលដែលខ្ញុំជួបបញ្ហាគេម្នាក់នោះគឺដួលហើយត្រូវក្រោកឡើងវិញហើយបន្តនៅទៅមុខទៀតជីវិតរបស់យើងអាចដួលមកកន្លែងនេះចឹងបានដឹងអត់ថាមានរឿងអីកើតឡើងមកលើពួកយើងតារាបាទសួស្តីមិនដឹងថាជារឿងចៃដន្យឬក៏ការរៀបចំទុករបស់គេទេទីបំផុតពួកយើងក៏បានខ្លាចជាមិត្តរួមការងារជាមួយគ្នាខ្ញុំគាត់ត្រូវការទឹកក្រោយអញ្ចឹងគាត់ឯងជួយបញ្ញាប់មកតិចណាយើងទេបងយល់ទេអូខេអញ្ចឹងចាប់អូខេមកកុំភ្លេចញ៉ាំផងអត់ចង់អង្គុយធ្វើការស្ដាប់សំឡេងគោពូមិនថានៅក្នុងស្ថានភាពមិនក៏ដោយគេនៅតែយកចិត្តទុកដាក់ជាមួយខ្ញុំរហូតធ្វើឲ្យខ្ញុំឆ្ងល់គេមានបំណងអីជាមួយខ្ញុំគេច្បាស់ជាស្រឡាញ់ខ្ញុំហើយតែគេមិនហ៊ានប្រាប់ខ្ញុំតាមត្រង់គេជាមនុស្សពូកែអៀនចឹងហើយខ្ញុំក៏សម្រេចចិត្តប្រាប់ពីអារម្មណ៍ពិតរបស់ខ្ញុំមកដល់ពេលនេះទំនាក់ទំនងពួកយើងលើសពីមិត្តលើសពីអ្នករួមការងារជាមួយគ្នាពួកយើងប្រៀបដូចជាសង្សារប៉ុន្តែមិនសង្សារតើវាជាទំនាក់ទំនងអីឲ្យប្រកបឬHappy birthday ពីម៉ែអរគុណតារាខ្ញុំស្រឡាញ់តារាមិនឆ្លើយកាត់មិនសុំទោសថាម៉េចសុំឲ្យច្បាស់តិចមើលពួកយើងជាមិត្តគ្នាល្អពេកមិត្តហ៎មិត្តអញ្ចឹងមែនតារាទៅណាមកណាមួយគ្នាទៅមើលកូនមួយគ្នាទៅញ៉ាំបាយមួយគ្នាឡើងដូចគូគេចុងក្រោយតារាថាធំជាមិត្តដែរទៅផ្ទះវិញពីម៉ាស្វងចាំខ្ញុំជូនតាអត់ដឹងឆ្លើយមួយខ្ញុំមិនមែនមកថាខ្ញុំស្វងទៅផ្ទះវិញបើមានបំណងស្រឡាញ់ខ្ញុំផងមកធ្វើខ្ញុំស្រឡាញ់ទៅអីមកធ្វើស្នេហ៍ជាមួយខ្ញុំទៅអីសុំទោសបើកន្លងមកខ្ញុំធ្វើអីយ៉ាងណាយកច្រឡំលើទង្វើល្អៗដែលខ្ញុំធ្វើដាក់ញ៉ាំប៉ុន្តែទង្វើទាំងអស់ហ្នឹងខ្ញុំធ្វើដាក់ទៅគ្រប់គ្នាមិនតែលីណាតែម្នាក់ទេអីខ្ញុំយល់ឃើញយ៉ាងនេះខ្ញុំសុំទោសបិទចោលស្រាថប់តែផឹកទៅល្វិញពេលនេះខ្ញុំផឹកដេញទឹកអញ្ចឹងទីបំផុតខ្ញុំខ្លាចជាស្អីបំឹកអីមកដល់ពេលនេះ
ពេលឆ្នាំហើយដែលខ្ញុំនៅឆ្ងាយពីគេពាក្យមួយឃ្លាដែលគេធ្លាប់ប្រាប់ខ្ញុំតាមកាត់ទៅខ្ញុំគួរតែផ្លិចគេតែដូចជាផ្លិចគេអត់បានសោះ Happy birthday លីម៉ែថ្ងៃកំណត់ខ្លួនឯងអញ្ចឹងអត់គិតចង់chia sẻបន្តិចទេ ខ្ញុំឈប់ផឹកយូរហើយដែរ ប្រកាសទេ សុំទោសសម្រាប់ពីមុន មនុស្សបែកគ្នា2ឆ្នាំហើយនៅគិតរឿងសុំទោសទៀតហើយពីមុនខ្ញុំភ្លេចចោលអស់ហើយបើមានអីទេខ្ញុំទៅសិនណាស្អែកត្រូវធ្វើការបន្ត បើអាចពួកយើងដូចពីមុនវិញបានអត់ខ្ញុំអត់ទាមទារឲ្យលីម៉ែស្លាញ់ខ្ញុំវិញប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យលីម៉ែងាកក្រោយហើយមើលចិត្តខ្ញុំសិនក៏បាន ចាប់តាំងពីថ្ងៃនោះមកខ្ញុំចេះតែនឹកគេតែបើសួរថាខ្ញុំអាចបន្តជាមួយគេបានអត់ប្រកបណាស់គឺអត់ប៉ុន្តែឲ្យតែពេលខ្ញុំព្យាយាមទៅឆ្ងាយពីគេចេះតែចូលមកក្បែរខ្ញុំដូចថ្ងៃនេះអញ្ចឹង សួស្តីអ្នកទាំងអស់គ្នាពីពេលនេះទៅមានអ្នកមកជំនួសបច្ចេកថ្មីរបស់យើងឯណាអញ្ចឹងចាំបងនាំម្នាក់ទៅកន្លែងតុធ្វើការ បាទ កាត់អីមែនដូចសោតខ្ញុំមែន ឈប់មកលវជាមួយខ្ញុំបានអត់ ឈប់ក៏បានបើលីម៉ែឈប់ធ្វើឲ្យខ្ញុំបារម្ភទៀត មិនបានខ្ញុំភ្លេចគេអត់បានខ្ញុំនៅស្រឡាញ់គេមែនទីបំផុតខ្ញុំក៏អត់ដាច់ចិត្តពីគេខ្ញុំទទួលស្គាល់ថាខ្ញុំនៅស្រឡាញ់គេតែថ្ងៃដែលខ្ញុំព្រមទទួលក៏ជាថ្ងៃដែលគេចេញពីខ្ញុំម្ដងទៀត មិនដេញខ្វល់ពីខ្ញុំអាលេងស្រឡាញ់ខ្ញុំហើយមែន បើការស្រឡាញ់របស់ខ្ញុំធ្វើឲ្យលីម៉ែបាក់ចិត្តខ្ញុំក៏អត់បន្តទៀតដែរឲ្យតែលីម៉ែបានសុខចិត្តខ្ញុំសុខចិត្តដាក់ចេញ ឈួតពីណាគេថាអត់ស្រឡាញ់សឹងអីហីអូនខ្ញុំចង់បងអូនស្រឡាញ់បង